និភ័យសង្គ្រាមលោកលើកទី3សេណារីយ៉ូ4នាំពិភពលោកទៅមាត់ជ្រោះមរណៈផ្សែងហុយចេញពីគំនរបាក់បែកនៃវិមានមេដឹកនាំកម្ពុជានៅទីក្រុងតេហេរ៉ង់មិនទាន់រលត់នៅឡើយទេខណៈពិភពលោកកំពុងទប់ដង្ហើមតាមដានយ៉ាងអន្ទះសារ5ថ្ងៃបន្ទាប់ពីសង្គ្រាមបានផ្ទុះឡើងស្ថានភាពមជ្ឈិមបូព៌ាបានផ្លាស់ប្ដូរទាំងស្រុងការស្លាប់របស់មេដឹកនាំលោកអាលីខាម៉ានីនិងការងើបឡើងនៃក្រុមប្រឹក្សាដឹកនាំបណ្ដោះអាសន្នបានធ្វើឲ្យសង្គ្រាមនេះលែងជាចំនួនក្នុងតំបន់ទៀតហើយប៉ុន្តែវាប្រៀបដូចជាឈើគូសហៀបនឹងបញ្ចេញផ្កាភ្លើងដុតបញ្ឆេះធុងរំសេវពិភពលោកទាំងមូលអ្នកជំនាញយុទ្ធសាស្ត្រយោធាព្រមមានអំពីចំណុចផ្ទុះចំនួន4ដែលអាចរុញច្រានចំនួននេះឲ្យទៅជាសង្គ្រាមលោកលើកទី3ចំណុចទី1ការលូកដៃពីមហាអំណាចយក្សគ្រោះថ្នាក់បំផុតគឺប្រតិកម្មរបស់រុស្ស៊ីនិងចិនប្រសិនបើសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលឈានជើងចូលឈ្លានពានអឺរ៉ង់តាមជើងគោកពេញទំហឹងរុស្ស៊ីអាចនឹងបង្ខំចិត្តចេញមុខការពារសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីកុំឲ្យបាត់បង់ឥទ្ធិពលក្នុងតំបន់គ្រាន់តែអាវុធការពារអាកាស S-500 របស់រុស្ស៊ីបាញ់ទៅលើយន្តហោះអាមេរិកតែមួយគ្រឿងឬការបញ្ជូននាវាចម្បាំងរបស់ចិនទៅបំបែកការបិទគប់នៅច្រកសមុទ្រហ័រមូសនោះមហាអំណាចនុយក្លេអ៊ែរទាំង3នឹងត្រូវប្រឈមមុខដាក់គ្នាដោយអាវុធជាលើកដំបូងក្នុងប្រវត្តិសាស្ត្រចំណុចទី2អាវុធនុយក្លេអ៊ែរសញ្ញាបៀចុងក្រោយអ្វីត្បិតតែអាមេរិកកំពុងមានព្រៀបលើដែនអាកាសក៏ដោយប៉ុន្តែជំរកនុយក្លេអ៊ែរក្រោមដីរបស់អឺរ៉ង់នៅតែជាចំណុចអាថ៌កំបាំងដ៏គួរឲ្យខ្លាចរបាយការណ៍ចារកម្មបានបង្ហាញពីសេណារីយ៉ូដ៏គួរឲ្យខ្លាចមួយគឺផែនដីបើរបបដឹកនាំរបស់ប្រទេសអឺរ៉ង់មានអារម្មណ៍ថាខ្លួនកំពុងតែដួលរលំពួកគេអាចនឹងសម្រេចចិត្តប្រើប្រាស់សញ្ញាបៀចុងក្រោយនោះគឺការបាញ់មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរឬគ្រាប់បែកវិទ្យុសកម្មសម្ដៅទៅទីក្រុងតេលអាវីវឬមូលដ្ឋានទ័ពអាមេរិកក្នុងករណីរឿងនេះកើតឡើងមែនវានឹងបំផ្លាញចោលនៅច្បាប់ហាមឃាត់អាវុធនុយក្លេអ៊ែរដែលមានអាយុកាល80ឆ្នាំមកនេះដែលអាចដុតបញ្ឆេះឲ្យប្រទេសមហាអំណាចនុយក្លេអ៊ែរដទៃជុំវិញពិភពលោកបើការវាយប្រហារដាក់គ្នាទៅវិញទៅមកមិនឈប់ឈរចំណុចទី3ខ្សែបន្ទាត់ក្រហមរបស់អង្គការ NATOសង្គ្រាមនេះបានរីករាលដាលដល់មាត់ទ្វារអឺរ៉ុបទៅហើយថ្មីនេះមានរបាយការណ៍អំពីការវាយប្រហារលើមូលដ្ឋានទ័ពអង់គ្លេសក្នុងប្រទេសស៊ីបដែលជាចំណុចតភ្ជាប់ដ៏សំខាន់រវាងមជ្ឈិមបូព៌ានិងអឺរ៉ុបបើសិនអឺរ៉ង់ឬដៃជើងរបស់ខ្លួនហ៊ានវាយប្រហារចំទឹកដីសមាជិក NATO ឬទីក្រុងធំណាមួយនៅក្នុងអឺរ៉ុបនោះច្បាប់ការពាររួមមាត្រាទី5នឹងត្រូវយកមកប្រើប្រាស់វានឹងបង្ខំឲ្យប្រទេសចំនួន32រួមមានអង់គ្លេសបារាំងនិងអាល្លឺម៉ង់ត្រូវចូលរួមក្នុងសង្គ្រាមនេះជាផ្លូវការត្រឹមតែមួយយប់សង្គ្រាមនៅតេហេរ៉ង់នឹងក្លាយទៅជាសង្គ្រាមរវាងអឺរ៉ង់ជាមួយនឹងសម្ព័ន្ធមិត្តបច្ចឹមលោកទាំងមូលចំណុចទី4មហន្តរាយសេដ្ឋកិច្ចនិងឱកាសនិយមនៅពេលដែលច្រកសមុទ្រហ័រមូសត្រូវបានបិទហើយតម្លៃប្រេងអាចហក់ឡើងដល់កម្រិតកំណត់ត្រាប្រមាណ$150ក្នុង1បារ៉ែលសេដ្ឋកិច្ចពិភពលោកនឹងដាំក្បាលចុះខ្លាំងបំផុតមិនធ្លាប់មានតាំងពីសម័យវិបត្តិសេដ្ឋកិច្ចឆ្នាំ1929ក្នុងស្ថានភាពដែលអាមេរិកកំពុងតែជាប់ដៃយ៉ាងខ្លាំងនៅមជ្ឈិមបូព៌ាប្រទេសដទៃទៀតដូចជាកូរ៉េខាងជើងឬកងកម្លាំងចិននៅច្រកសមុទ្រតៃវ៉ាន់អាចនឹងឆ្លៀតឱកាសនេះដើម្បីដោះស្រាយគំនុំទឹកដីចាស់ខណៈទីក្រុងវ៉ាស៊ីនតោនដែលគេស្គាល់ថាជាប៉ូលីសពិភពលោកកំពុងជាប់ដៃរវល់ដកខ្លួនមិនរួចបើមានសង្គ្រាមផ្ទុះឡើងព្រមគ្នានៅមជ្ឈិមបូព៌ាអឺរ៉ុបខាងកើតនិងអាស៊ីបូព៌ានោះហើយគឺជាសង្គ្រាមលោកលើកទី3